ក៏ដោយសារតែការអ៊ីនខ្មាស់របស់បងប្អូនធ្វើឲ្យមានការហួសពេលពិបាកនៅក្នុងការដោះស្រាយនៅបញ្ហាសុខភាពភាគរយច្រើនសម្រាប់បងប្អូនស្ត្រីដែលកំពុងតែជួបប្រទះនៅបញ្ហាសុខភាពរោគស្ត្រីគឺគាត់តែងតែអ៊ីនខ្មាស់មិនហ៊ាននៅក្នុងការប្រឹក្សាសុខភាពទេឬក៏បងប្អូនមួយចំនួនទៀតធ្លាប់ដោះស្រាយកន្លងមកហើយអត់ជីអត់បាត់គឺគាត់តែងតែបាក់ទឹកចិត្តទុកបញ្ហាជំងឺចោលរហូតដល់បញ្ហារបស់គាត់គឺវិវត្តឈានចូលដល់កម្រិតដំណាក់កាលធ្ងន់ទៅណាសម្រាប់បងស្ត្រីឬក៏បងបរិសដែលកំពុងតែជួបប្រទះនៅបញ្ហាសុខភាពសូមបងប្អូនយើងកុំអ៊ីនខ្មាស់រត់រដំណោះស្រាយឲ្យបានទាន់ពេលវេលាព្រោះសម្រាប់បញ្ហាសុខភាពនេះគឺវាមានការវិវត្តលឿនមែនទែនប្រសិនបើបងប្អូនមិនបានដោះស្រាយបានទាន់ពេលវេលាទេឧទាហរណ៍ដូចជាបញ្ហារលាកស្បូនដំណាក់កាលដំបូងមកស្បូនរបស់យើងគឺឡើងក្រហមទេប៉ុន្តែបើសិនជាបងប្អូនទុករយៈពេលយូរមកស្បូនរបស់យើងចាប់ផ្ដើមឡើងហើមឬក៏វិវត្តឈានចូលដល់បញ្ហាដំបាំងមកស្បូនបានកម្រិតដំណាក់កាលធ្ងន់ធ្ងរហើយសម្រាប់បញ្ហាមេរោគផ្សិតគឺដូចគ្នាដំណាក់កាលស្រាលបងប្អូនអាចធ្លាក់មកលក្ខណៈបែបដូចជាទឹកបាយសើមជាប់ជាប្រចាំថ្ងៃប៉ុន្តែកម្រិតដំណាក់កាលធ្ងន់គឺធ្លាក់មកស្អិតគក់ក្តាំងពណ៌លឿងពណ៌បៃតងលំអស់ធំក្លិនស្អុយនៅបរិវេណតំបន់ទ្វីបខ្លាំងតែម្ដង